នេះល្ងាចថ្ងៃ27សូថតចន្ទីចឹងបានថ្ងៃនេះក្តៅខ្លាំងណាទៅកន្ទាបនេះទៅដុតចេញធម្មតានេះសិតតែដុតវគ្គ3នេះចេញមកជ្រុះនេះវគ្គ2វគ្គ 3 នេះវគ្គ 1សើស្មៃបែកអស់ហើយនេះវគ្គ 3 ដូចចេញខ្លាំងនេះចេញជ្រៅនេះមកចេញពីច្រើនគឺនៅកាន់នេះវគ្គ 3 ដែរនៅនេះវគ្គ 2 នេះជាបានរើសទៀតហើយនេះវគ្គ 1នេះសល់ស្មៃនេះគ្រាប់ស្អាតចន្ទីឆាំនេះអូមើលខ្លាំងមានខ្លះក៏ទុំហើយអានេះចេញវគ្គ 2អានេះវគ្គ 3សួរនៅមានវគ្គ 4 ទៀតអាចថាមានវគ្គ 4 ទេតែតទៅពីត្រូវភ្លៀងជោគជាំគេណាចន្ទីវាកលាំងវាចេញតលំងាត់ទេបងប្អូនឡើសតក្តាប់មកវាមិនចង្កោមស្ញែកទេប៉ុន្តែគាត់ថាមិនចង្កោម 4 5 បងប្អូនមើលនេះក្របស្អាតសស្គុះមកនៅលើសក្តាប់បងប្អូនក្តាប់ខ្លាំងណានេះវគ្គ 3ចេញបន្តទៀតចេញចន្ទីនេះជប់ឡើងសវោខ្ញុំអ្នកខ្លះមានខ្លះរៀងធំណាខ្លះហៅមេ7ធំប៉ុនកូនដៃពណ៌រៀងក្រហមនេះចេញមកវគ្គក្រោយចុះ 4 5 នេះហើយសាបានថ្ងៃនេះក្តៅខ្លាំងបងប្អូនហើយយប់ឡើងសាល់អត់ធ្វើទុក
លើផ្លែសក្តិបនេះมันច្រើនដូចវគ្គមួយទៅតែគាត់ថាវានៅបែបហ្នឹងនៅច្រើនចេញបន្តនេះផ្លែហើយអស់មុំការកអស់ដែរនេះស្នាមមុខតែកកេនេះចូលវគ្គ4នេះការវគ្គ4នេះបាទអរគុណបងប្អូនទាំងអស់នេះដែលចំណាយពេលតាមដានមើលវីដេអូនេះចឹងខ្ញុំបាទមានប៉ុណ្្នឹងអរគុណច្រើនហើយវាចាប់អារម្មណ៍ចឹងដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ជីថ្នាំបាញ់ឲ្យបានទិន្នផលខ្ពស់បងប្អូនអាចធ្វើការទំនាក់ទំនងមកខ្ញុំបាទបាននឹងចែកម្លែកនៅអ្វីដែលជាចំណេះដឹងដូចជាបទពិសោធន៍ជាមួយការចន្ទទីហើយខ្ញុំបានអនុវត្តកន្លងមកជាមួយវិទ្យាកសិករចាអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា